មកបងប្អូនទាំងអស់គ្នាមកធ្វើជួបទាំងពេកទាំងអស់គ្នាសម្រាប់ទាំងពេកនេះគឺមានចំនួន5គីឡូខ្ញុំទិញមកហ្នឹងគឺគេស្ងោរហើយពី20ទៅ30នាទីអញ្ចឹងយើងយកមកគ្រាន់តែយើងស្ងោរប្រហែលជា10នាទីរួចជាការស្រេចសម្រាប់គ្រឿងផ្សំរបស់វាមានដូចជាខ្ទឹមក៏ដូចជាម្ទេសគ្រាប់ហើយនឹងម្ទេសទឹកនេះទៀតសតគឺវាជាប្រភេទម្ទេសជ្រក់អញ្ចឹងយើងដាក់វាដើម្បីជំរុញ probiotic នៅក្នុងជ្រក់របស់យើងឲ្យវាកាត់ជ្រក់ឆាប់បានញ៉ាំលឿនហើយយើងយកវាយកពណ៌ផងដែរហើយសម្រាប់គ្រឿងផ្សំក៏មានទឹកត្រីប្រហែលជាកន្លះលីត្រទឹកខ្មេះ35មីលីលីត្រក៏ដូចជាប៊ីចេងយើងយកប្រហែលជា0.5ក្រាមក៏ដូចជាស្ករសយើងយក2ក្រាមដើម្បីដាក់លាយបញ្ចូលគ្នាបង្កើតចេញជារបាយតែមួយរួចយើងច្របល់នៅក្នុងជ្រក់របស់យើងដើម្បីឲ្យវាឆាប់កាត់គ្រឿងព្រោះដោយសារនេះខ្ញុំយកវាដើម្បីពេញលក់អញ្ចឹងមានថាជ្រក់នេះអាចរយៈពេល1ថ្ងៃខ្លះគឺយើងបានញ៉ាំហើយតែបើយើងជ្រក់វាជាទូទៅអាចពី2ថ្ងៃទៅ3ថ្ងៃសម្រាប់តាំងពេជ្រនេះបន្ទាប់ពីលាយគ្រឿងហើយយើងក៏ចាប់ផ្ដើមត្រៀមកែវស្ងួតចំនួន2ព្រោះដែលថាជ្រក់នេះគឺមានចំនួន5គីឡូបន្ទាប់មកយើងចាប់ផ្ដើមចាក់ទឹកវាហើយទុកជ្រក់វាប្រហែលជា1ថ្ងៃខ្លះគឺយើងបានញ៉ាំហើយទុកនៅក្នុងទូទឹកកកកាន់តែយូរគឺកាន់តែឆ្ងាញ់ការទុកវានេះទៀតសោតខ្ញុំទុកនឹងគឺអាចរយៈពេលកន្លះខែទៅ1ខែក៏វាអត់ខូចដែរសម្រាប់តាំងពេជ្រនេះមានន័យថាទុកកាន់តែយូរគឺកាន់តែឆ្ងាញ់មានថាវាងុំគ្រឿងរបស់វាអញ្ចឹងណាសម្រាប់វីដេអូរបស់ខ្ញុំគឺអស់ហើយបាយជម្រាបលាបងប្អូនទាំងអស់គ្នា